ព័ត៌មានក្តៅមហាសែនក្តៅប្រទេសសៀមបានលួចអក្សរខ្មែរទៅប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសរបស់ខ្លួនហើយនេះបើតាមការបញ្ជាក់អំពីការិយាល័យរាជវង្សប្រទេសសៀមបងប្អូនអរនេះកុំភ្លេចជួយ follow page like page comment page ឲ្យបានច្រើន share បានច្រើនផងចូលគ្រប់ខ្ញុំអន់ចិត្តដោយសារឃើញបងប្អូនមើលហើយបងប្អូនអត់បាទ follow អញ្ចឹងកុំភ្លេចជួយ follow បានច្រើនផងបាទនៅនឹងមកឥឡូវ follow បងប្អូនអរគ្នាបើតាមព័ត៌មានបាទខ្ញុំយោងណាបងប្អូនណាព័ត៌មានអំពីការិយាល័យរាជវង្សដែលមាន page ខាងលើនេះបាទបានបញ្ជាក់ថាសៀមបានយកបាទភាសារបស់ខ្មែរណាហើយបញ្ជាក់ទៀតថាភាសារបស់ខ្មែរប៉ុន្តែមិនមែនចំនួនបច្ចុប្បន្នទេគឺចំនួនសខោតីចំនួនយុទ្ធយាយកមកប្រើប្រាស់ជាផ្លូវការនៅក្នុងការបកប្រែបាទលីឡំនៅក្នុងប្រទេសខ្លួនឯងដើម្បីប្រើប្រាស់ជាផ្លូវការនៅក្នុងវិស័យណាមួយនៅក្នុងឯកសារណាមួយឬក៏ចងក្រងទុកក្នុងសារមន្ទីរទុកក្នុងការិយាល័យដើម្បីឲ្យអ្នកទេសចរអីហ្នឹងគាត់មករៀនមកសូត្រមកមើលអញ្ចឹងវាស្មើនឹងគេលួចដែរលួចភាសាយើងទៅប្រើប្រាស់បាទហើយបញ្ជាក់ថាជារបស់គេអញ្ចឹងទៅខ្ញុំអន់ចិត្តមួយបងប្អូនខ្ញុំឃើញយុវជនខ្មែរបញ្ញវន្តខ្មែរអ្នកចេះដឹងរបស់ខ្មែរមួយចំនួនធំ99បូកហើយបើនិយាយទៅដែលគាត់បាទទៅ save ក្នុង Facebook អីហ្នឹងអង់គ្លេសតំខ្មែរណាបាទអញ្ចឹងបងប្អូនបន្តចុះបើមិនចង់ឲ្យអក្សរខ្មែររលាយបាត់ចេញពីពិភពលោកមួយទី2ខ្ញុំឃើញបាទជនជាតិថៃកម្រតសេឈ្មោះខ្លួនឯងក្នុងបណ្ដាញសង្គមជាអក្សរអង់គ្លេសគេច្រើនជាងគេស្រឡាញ់ជាតិសាសន៍គេសរសេរអក្សរថៃឈ្មោះបាទនៅក្នុងបណ្ដាញសង្គម Facebook តែខ្មែរយើង99បូកដែរมันខុសទេដែលសរសេរអង់គ្លេសជាឈ្មោះហើយនៅលើបណ្ដាញសង្គម Facebook អត់មានសរសេរឈ្មោះឯងជាអក្សរខ្មែរនៅលើបណ្ដាញសង្គម Facebook អីមិនដឹងថាគាត់គិតថាខ្លួនឯងខ្លាំងថាខ្ញុំជាអង់គ្លេសឈ្មោះខ្ញុំអង់គ្លេសអញ្ចឹងណាសរសេរលើបណ្ដាញសង្គមអញ្ចឹងទៅមិនត្រឹមអញ្ចឹងសរសេរតង់ខ្មែរនៅលើ status នៅលើរូបភាពនៅលើវីដេអូណាអ្នកខ្លះនិយាយរបេករបើកពេញនឹងឯងនៅក្នុងបណ្ដាញសង្គមនេះហើយគឺហៅបង្ហាញថាវាជាការបំផ្លាញនៅវប្បធម៌បំផ្លាញនៅអក្សរសាស្ត្ររបស់ជាតិឯងឬក៏ហៅយើងថាភ្លេចកំណើតយើងនិយាយសាមញ្ញប៉ុន្តែខ្ញុំមិននិយាយច្រើនទេបងប្អូនអស់នេះពិសេសគឺយុវជនបាទបើបាននៅវីដេអូនេះកុំភ្លេច comment អីផងហើយយើងមើលខ្លួនឯងទៅបាទបើថា admin ក៏អញ្ចឹងដែរប៉ុន្តែ admin អត់យូរទេកែបាទអញ្ចឹងបងប្អូនអស់គ្នាកុំភ្លេចណាថៃបានលួចបានយើងជាផ្លូវការហើយបាទហើយយើងតាមដានទៀតខ្ញុំតាមដានរហូតព័ត៌មានហ្នឹងហើយព័ត៌មានចេញបើ3ថ្ងៃ4ថ្ងៃមុនហើយខ្ញុំតាមលើកមកនិយាយដោយសារព័ត៌មានច្រើនពេកអញ្ចឹងយើងលើកមកនិយាយមួយអញ្ចឹងបងប្អូនអស់គ្នាសៀមបានលួចអក្សរយើងទៅប្រើប្រាស់ជាផ្លូវការហើយអត់បានជូននឹងមកខ្មែរទេហើយខ្ញុំក៏អត់ទាន់ហ៊ាននិយាយច្រើនដែរដោយសារតែចាំមើលប្រភពបំភ្លឺសិនតើវាជាព័ត៌មានពិតឬក៏ជាព័ត៌មានកុហកព្រោះយើងមើលទៅលើប្រភពព័ត៌មានដែរអានេះគឺយើងខ្ញុំគាត់តែនិយាយក្នុងនាមជាពលរដ្ឋទេណាប៉ុន្តែបើរឿងការបំភ្លឺមិនយើងបកស្រាយតាមនឹងទៀតណាអញ្ចឹងយើងគ្រាន់តែបញ្ជាក់ថាពេលនេះគឺសៀមយកអក្សរខ្មែរទៅប្រើប្រាស់ជាផ្លូវការនៅក្នុងទឹកដីនៅក្នុងប្រទេសនៅក្នុងសាសនានៅក្នុងការសិក្សារបស់គេឲ្យហើយបាទប៉ុន្តែខ្មែរយើងស្ងាត់ជ្រាប